ទៅបិទច្រកព្រំដែនកាន់តែយូរថៃកាន់តែវេទនាខាងក្រោមនេះគឺជាភស្តុតាងច្បាស់ក្រឡែតតែម្ដងសូមបងប្អូនតាមដានជាមួយខ្ញុំពេញចិត្តវីដេអូនេះចុច like comment និង share ទៅកាន់ Facebook បណ្ដាញសង្គមនានាដើម្បីឲ្យបងប្អូនប្រជាជនខ្មែរយើងបានដឹងថាខណៈពេលដែលយើងកំពុងតែបិទច្រកព្រំដែនជាមួយនឹងថៃនេះមិនប៉ះពាល់ទៅដល់ខ្មែរទេប៉ុន្តែប៉ះពាល់ទៅលើថៃខ្លាំងមែនទែនទុកជាការផ្ដាល់មេរៀនឲ្យថៃថានេះដោយសារតែអ្នកឯងធ្វើបាបខ្មែរឥឡូវនេះលទ្ធផលហុចមកគ្រប់ច្រកបណ្ដាហើយអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ថ្ងៃនេះខ្ញុំបាទសូមដកស្រង់ព័ត៌មានមួយដែលតាក់ទងយ៉ាងស៊ីជម្រៅទៅនឹងស្ថានភាពព្រំដែននៅពេលបច្ចុប្បន្នរវាងកម្ពុជានិងថៃផ្ទាល់តែម្ដងជាពិសេសគឺពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍នៃការបិទបើកច្រកព្រំដែនដែលបច្ចុប្បន្ននេះថៃកំពុងតែមានការជ្រួលច្របល់និងការបង្កើតព័ត៌មានមិនពិតមួយចំនួនពាក់ព័ន្ធជាមួយនឹងការបើកព្រំដែនជាមួយនឹងកម្ពុជាខ្លួនគេជាអ្នកចង់បើកប៉ុន្តែចោទកម្ពុជាថាជាអ្នកសូមបើកទៅវិញហើយនាយករដ្ឋមន្ត្រីថៃថ្មីអនុទានឆ័ន្ទវរៈកុលក៏បានអះអាងផងដែរថាគេមិនព្រមបើកច្រកព្រំដែនទេគេស្ដាប់មតិរបស់ប្រជាជនប្រសិនបើមតិភាគច្រើនរបស់ប្រជាជនគេថាឲ្យបើកច្រកព្រំដែននោះគេនឹងបើកភ្លាមតែម្ដងប៉ុន្តែជាអកុសលបងប្អូនតាមរយៈសារព័ត៌មាន Culture English របស់ថៃបានចុះផ្សាយនៅថ្ងៃទី14ខែកញ្ញាឆ្នាំ2025នេះបានឲ្យដឹងថាស្ថានភាពពាណិជ្ជកម្មតាមច្រកព្រំដែនបានហាក់ឡែករវាងប្រទេសថៃនិងកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកព្រោះថាការទំនាក់ទំនងពាណិជ្ជកម្មប្រចាំថ្ងៃដែលធ្លាប់មានតម្លៃប្រមាណជា100លានបាតឬប្រហែលជា 3.15 លានដុល្លារអាមេរិកបានធ្លាក់ទៅដល់0ទាំងស្រុងតែម្ដងបណ្ដាលមកពីបញ្ហាការបិទច្រកព្រំដែនញឹកញាប់និងការរឹតបន្តឹងវិធានសន្តិសុខការប្រឈមមុខជាមួយនឹងការប្រកួតប្រជែងទីផ្សារផ្សេងៗដែលធ្វើឲ្យទំនិញថៃមិនអាចឆ្លងកាត់ទៅកាន់ប្រទេសកម្ពុជាដូចធម្មតាសហគ្រាសនិងអ្នកដឹកជញ្ជូនជាច្រើននៅក្នុងខេត្តត្រាតរបស់ថៃបានបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំងថាប្រសិនបើស្ថានភាពនេះនៅតែបន្តច្រើនខែទៅមុខទៀតពួកគេនឹងត្រូវបញ្ចេញបុគ្គលិកឲ្យបញ្ឈប់ការងារតែម្ដងដោយសារតែមិនមានការងារធ្វើគ្មានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កម្មករទាំងអស់នោះទេការផលិតក៏ដូចគ្នាដែរផលិតកាន់តែច្រើនសល់កាន់តែច្រើនដោយសារតែលក់អត់ដាច់លើពីនេះទៅទៀតនោះក្រុមហ៊ុនដែលផលិតទំនិញមួយចំនួនអាស្រ័យទៅលើទីផ្សារកម្ពុជារហូតដល់ 70% ត្រូវបានគេបង្ខំចិត្តកាត់បន្ថយផលិតកម្មរបស់ខ្លួននិងមិនអាចរកទីផ្សារបន្ថែមបាននៅក្នុងស្រុកឡើយពីព្រោះថាកម្ពុជាគឺធ្លាប់ជាភ្នាក់ងារដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសថៃដែលធ្លាប់តែទិញទំនិញទាំងអស់នោះនៅក្នុងខេត្តត្រាតតែពេលនេះការព្រួយបារម្ភថាទំនិញថៃអាចនឹងត្រូវជំនួសដោយទំនិញនាំចូលពីចិននិងវៀតណាមដែលមានតម្លៃថោកជាងនិងអាចដឹកជញ្ជូនបានស្រួលជាងមុនដោយធ្វើឲ្យទីផ្សារថៃនេះគឺបាត់បង់សមត្ថភាពប្រកួតប្រជែងយ៉ាងឆាប់រហ័សនេះបើតាមការអះអាងរបស់សារព័ត៌មាន Culture English របស់ថៃពិតតែម្ដងមួយវិញទៀតសហគ្រាសដឹកជញ្ជូននិងក្រុមហ៊ុនសេវាកម្មដែលពាក់ព័ន្ធកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាថ្លៃដឹកជញ្ជូនកើនឡើងការបាត់បង់អតិថិជននិងបញ្ហាហិរញ្ញវត្ថុជាច្រើនមុខជាទីបំផុតដែលនាំឲ្យមានការសង្ស័យថាប្រសិនបើរដ្ឋាភិបាលមិនអនុវត្តវិធានការផ្ដល់ជំនួយនិងការពិភាក្សាជាមួយកម្ពុជាឲ្យទាន់ពេលទេសេដ្ឋកិច្ចរបស់ថៃនៅក្នុងចំណុចមួយនេះនឹងធ្លាក់ចុះយ៉ាងខ្លាំងនិងនាំឲ្យមានផលប៉ះពាល់ទៅដល់ប្រជាជនសាមញ្ញនិងអ្នកបើកបរដឹកទំនិញនៅទីនោះរួមជាមួយនឹងកម្មកររោងចក្ររហូតដល់អ្នកលក់រាយតាមតំបន់ព្រំដែនទន្ទឹមនឹងនេះផងដែរការបិទច្រកព្រំដែនជាបន្តបន្ទាប់ក៏អាចប៉ះពាល់ទៅលើបញ្ហាសន្តិសុខស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរដោយសារតែបើមានការបាត់បង់ជំនឿរបស់ប្រជាជនហើយអ្នកជួញដូរនោះវានឹងមិនអាចកើតមាននៅការតវ៉ានិងការប្រឆាំងជាមួយសង្គមនៅក្នុងប្រទេសថៃផ្ទាល់ទេការវិភាគរបស់អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ក្តីៗថាប្រសិនបើវិបត្តិមួយនេះមិនអាចដោះស្រាយបានឆាប់ៗនោះទេការបាត់បង់ប្រាក់ចំណូលនិងការបណ្ដេញបុគ្គលិកបញ្ឈប់ឲ្យធ្វើការនោះនឹងក្លាយទៅជាបាតុភូតធំៗរឿងរ៉ាវដែលពិបាកបំផុតដែលអាចរុញច្រានឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់ត្រាតនិងពាណិជ្ជកម្មរវាងកម្ពុជាថៃនេះកាន់តែស្មុគស្មាញនិងជួបវិបត្តិធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសថៃហើយបងប្អូននេះគឺជារឿងមួយដ៏សំខាន់បំផុតដែលប្រជាជនកម្ពុជាយើងគួរតែដឹងខ្ញុំធ្លាប់តែផ្សាយក្តែងជំរាបជូនបងប្អូនជាយូរយារណាស់មកហើយថាបញ្ហានៅក្នុងប្រទេសថៃបច្ចុប្បន្ននេះបន្ទាប់ពីយើងបិទព្រំដែនជាមួយថៃណាប្រជាជនថៃគឺវេទនាណាស់បងប្អូនសេដ្ឋកិច្ចគឺមានការធ្លាក់ចុះយ៉ាងខ្លាំងបញ្ហាព្រំដែនរបស់ប្រទេសថៃនិងកម្ពុជានេះគឺជារឿងចាក់ដោតជាទីបំផុតហើយសម្រាប់សេដ្ឋកិច្ចរបស់ថៃដោយសារតែខ្ញុំធ្លាប់និយាយថាក្នុងមួយឆ្នាំគេប្រមូលលុយពីកម្ពុជាគ្រាន់តែលក់ទំនិញមកកម្ពុជាបងប្អូនណាប្រមាណជា 8,000 លានដុល្លារឬរហូតដល់ជាង 10,000 លានដុល្លារឯណោះដូច្នេះបងប្អូនកុំជឿឲ្យសោះកុំជឿទៅនឹងប្រជាជនថៃមួយចំនួនដែលជ្រុលនិយមយកមុខយកមាត់ឲ្យប្រជាជនគេឲ្យកងទ័ពគេពីព្រោះថាម្សិលមិញខ្ញុំបានផ្សព្វផ្សាយហើយថាមេភូមិភាគពីបាតឃ្លាំងរបស់ថៃនៅតែមានអំណាចឡើយហើយក៏បានតវ៉ាក្តែងផងដែរថាគេអត់ចង់បើកច្រកព្រំដែនទេតែកាលណាបើកច្រកព្រំដែនជាមួយកម្ពុជាគឺគេនឹងធ្វើឲ្យកងទ័ពរបស់គេនឹងបាក់ទឹកចិត្តបាក់ស្មារតីហើយឥឡូវនេះបាក់ស្មារតីអីបាក់ទៅបងប្អូនប្រជាជនចេញមកក្តែងហើយណាមួយទៀតសារព័ត៌មាន Culture English របស់ថៃផ្ទាល់តែម្ដងដែលធ្លាប់តែប្រឌិតរឿងច្រើនវៃមហាកម្ពុជាឥឡូវនេះសុកចិត្តផ្សាយអំពីភាពលំបាករបស់ខ្លួនឯងឲ្យ
ឲ្យរដ្ឋាភិបាលថៃនឹងបានឃើញហើយដោយសារអីបងប្អូនដោយសារតែផលវិបាករបស់ប្រជាជននៅក្នុងប្រទេសថៃជាពិសេសគឺនៅតាមបណ្ដាព្រំដែននានាជាមួយកម្ពុជាកំពុងតែជួបវិបត្តិយ៉ាងខ្លាំងប្រជាជនវេទនាខ្លាំងណាស់បងប្អូនហើយអត់ការងារធ្វើទំនិញមកលក់អត់ដាច់រោងចក្រសហគមន៍ផ្សេងៗចាប់ផ្ដើមបិទទ្វារជាបន្តបន្ទាប់ហើយម្យ៉ាងវិញទៀតនោះបងប្អូនរឿងបញ្ហាទេសចរជារឿងដ៏សំខាន់បំផុតសម្រាប់ប្រទេសថៃមានពីរចំណុចខ្ញុំធ្លាប់និយាយហើយទី1គឺវិស័យទេសចរទី2គឺវិស័យវិនិយោគនៅក្នុងប្រទេសថៃតែពីរចំណុចនេះដួលហើយគឺប្រទេសថៃមិនបាច់និយាយទេនឹងជួបបញ្ហាធ្ងន់ធ្ងរជាទីបំផុតតែម្ដងមិនមែននិយាយលេងទេវាគឺជារឿងពិតត្រូវបានបកស្រាយនិងធ្វើការព្យាករណ៍ទៅដោយអ្នកជំនាញសេដ្ឋកិច្ចធំនៅលើពិភពលោកថាប្រទេសថៃនេះប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជាតិគឺបានមកពីវិស័យទេសចរទី1និងវិស័យវិនិយោគក្រៅប្រទេសចូលមកក្នុងប្រទេសថៃចុះប្រសិនបើច្រកព្រំដែនមិនបិទឥឡូវនេះស្ទើរតែ 70% ហើយនៃច្រកព្រំដែនរបស់ថៃជាមួយនឹងបណ្ដាប្រទេសជិតខាងត្រូវបានបិទហើយសំណួរត្រូវបានចោទសួរឡើងថាចុះប្រសិនបើប្រទេសថៃត្រូវបានបិទច្រកព្រំដែនស្ទើរតែជុំវិញខ្លួនទាំងអស់នេះតើវាអាចប៉ះពាល់អ្វីខ្លះទៅលើសេដ្ឋកិច្ចរឿងដែលសំខាន់នោះមិនត្រឹមតែទេសចរទេបងប្អូនមិនត្រឹមតែទេសចរទេសំខាន់ជាងគេមួយទៀតនោះគឺវិនិយោគិនបរទេសគេចាប់ផ្ដើមកត់សម្គាល់ហើយថាបើសិនជាគេនាំគ្នាផលិតទំនិញជាច្រើននៅក្នុងប្រទេសថៃជាបន្តទៀតវានឹងផ្ដល់ផលប៉ះពាល់ដល់គេលក់អត់ដាច់រោងចក្រសហគ្រាសនឹងត្រូវបានបិទទំនិញលក់អត់ចេញនាំចេញអត់កើតសួរថាតើគេអាចបន្តភាគហ៊ុនដើម្បីផលិតទំនិញនៅក្នុងរោងចក្រប្រទេសថៃជាបានដែរទេរឿងនេះគឺជារឿងដែលគេត្រូវពិចារណាឡើងវិញសម្រាប់ក្រុមហ៊ុនរបស់គេសម្រាប់លុយដែលគេវិនិយោគនៅក្នុងប្រទេសថៃជិត2ខែទៅហើយអស្ថិរភាពនៅក្នុងប្រទេសថៃអត់ទាន់ដោះស្រាយបានមិនអាចបើកច្រកព្រំដែនជាមួយកម្ពុជាបានពិបាកមែនទែនរស់ស៊ីអត់ចំណេញបន្តិចទៀតគឺរោងចក្រជាពិសេសគឺជប៉ុនដករោងចក្រមកផលិតនៅកម្ពុជាអស់ហើយអញ្ចឹងសួរថាតើរឿងដែលចំណេញនៃការបិទច្រកព្រំដែនបានទៅលើអ្នកណារឿងដែលបិទច្រកព្រំដែននេះប៉ះពាល់ខ្លាំងទៅលើអ្នកណាដោយខ្ញុំនិយាយក្តែងកន្លងមកហើយប៉ុន្តែមិនទៅមានអ្នកចាប់អារម្មណ៍ទេកាលណាបើយើងបិទច្រកព្រំដែននេះយើងនឹងរក្សាបាននៅតម្លៃសេដ្ឋកិច្ចរបស់កម្ពុជាយើងខ្លាំងជាទីបំផុតហើយដោយសារតែប្រទេសយើងមានសមត្ថភាពនៅក្នុងការផលិតនៅគ្រឿងឧបភោគបរិភោគសម្រាប់ប្រជាជនយើងសេដ្ឋកិច្ចគឺយើងក្តោបក្តាប់បានទីផ្សាររបស់យើងអត់ថៃមួយអត់ងាប់ទេបងប្អូនបរទេសអឺរ៉ុបផ្សេងគឺគេនៅតែចូលមកលេងប្រទេសកម្ពុជាទំនិញឆ្លើយឆ្លងជាមួយអាមេរិកក៏ដោយជាមួយបណ្ដាប្រទេសជិតខាងក៏ដោយជាមួយចិនក៏ដោយគឺនៅតែដំណើរការគឺសម្រាប់តែប្រទេសថៃមួយប្រសិនបើបិទក៏វាអត់បញ្ហាដែរហើយព័ត៌មានថៃដែលគេនិយាយថាកម្ពុជាយើងសុំបើកច្រកព្រំដែនមិនពិតទេបងប្អូនមិនពិតទេសូមបញ្ជាក់ជូនបងប្អូនប្រជាជនខ្មែរម្ដងទៀតបងប្អូនណាកុំចាញ់សម្លុតគេកុំចាញ់ទៅលើមនោគមវិជ្ជារបស់គេដែលគេចង់បំបាក់ស្មារតីប្រជាជនកម្ពុជាយើងត្រូវតែរួបរวมគ្នាបន្តគ្រប់គ្រងផលិតផលរបស់កម្ពុជាបន្តទៀតបងប្អូនកុំចាញ់បោកគេដែលគេធ្វើឲ្យយើងនេះបាក់មុខបាក់មាត់ថាយើងទៅសុំបើកច្រកព្រំដែនជាមួយគេទន្ទឹមទៅនឹងប្រទេសយើង2ខែមកនេះយើងបានគ្រប់គ្រងស្ថិរភាពនៃទំនិញការប្រើប្រាស់របស់ប្រជាជនកម្ពុជាយើងបានយ៉ាងល្អជាទីបំផុតអ្វីក៏មានដែរបងប្អូនគ្រឿងហូបចុកគ្រឿងទេសការប្រើប្រាស់របស់របរគ្រប់បែបយ៉ាងទាំងអស់កម្ពុជាគឺមានគ្រប់គ្រាន់កម្ពុជាមិនចាំបាច់ពឹងពាក់ថៃជាបន្តទៀតទេនេះខ្ញុំនិយាយទៅលើប្រជាជនទេខ្ញុំអត់និយាយទៅលើរដ្ឋាភិបាលទេរដ្ឋាភិបាលគឺគាត់ដំណើរការច្បាប់អន្តរជាតិគឺគាត់នៅតែដំណើរការនាំទំនិញចេញចូលស្ថិតនៅក្នុង WTO ដែលជាសម្ព័ន្ធមិត្តក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមកកម្ពុជាអ្នកបិទគឺកម្ពុជាខុសហើយប៉ុន្តែកម្ពុជាអត់ដែលបានបិទព្រំដែនទេនេះដោយសារតែភាគីថៃទេបងប្អូននៅដែលចាំដែរទេភាគីថៃគឺគេបានបិទច្រកព្រំដែនជាឯកតោភាគីប៉ុន្មានដងទៅហើយបិទចុះបិទឡើងបិទតែខ្លួនឯងបើកតែខ្លួនឯងសម្រាប់កម្ពុជាគឺបានឈរលើចំហគោលការណ៍ច្បាប់យ៉ាងរឹងមាំមិនលេងសើចជាមួយអ្នកឯងទេអ្នកឯងលេងសើចចុះបរទេសអន្តរជាតិគេនឹងមើលឃើញហើយពីទង្វើក្រលិចក្រឡុកឈ្លានពានមកលើទឹកដីកម្ពុជាគ្រប់ចម្ពោះទាំងអស់ប៉ុន្តែសម្រាប់កម្ពុជាឈរលើគោលការណ៍ច្បាប់អន្តរជាតិនៅតែរក្សាតម្លៃនិងសេចក្តីថ្លៃថ្នូរជានិច្ចនៃអ្នកជិតខាងល្អទំនាក់ទំនងពាណិជ្ជកម្មមិនរំលោភបំពានទៅលើសិទ្ធិរបស់ដៃគូពាណិជ្ជកម្មណាមួយទេប៉ុន្តែសម្រាប់ប្រទេសមួយនេះប្រទេសថៃនេះតែងតែរំលោភទៅលើសិទ្ធិពាណិជ្ជកម្មរំលោភទៅលើព្រំដែនសេចក្តីទុកចិត្តច្បាប់អន្តរជាតិសិលធម៌សង្គមធម៌ច្របូកច្របល់ដែលមិនអាចជឿទុកចិត្តបានមកទល់ពេលនេះដូច្នេះសូមជម្រាបជូនបងប្អូនម្ដងហើយម្ដងទៀតថាខណៈពេលដែលយើងបិទព្រំដែនជាមួយនឹងថៃកន្លងមកនេះថៃអត់មានអីចំណេញទេកម្ពុជាទេទើបចំណេញទាំងសុខភាពចំណេញទាំងវិស័យសេដ្ឋកិច្ចសូមបងប្អូនប្រជាជនខ្មែរយើងមានការអត់ធ្មត់ដើម្បីសេចក្តីរីកចម្រើនរបស់ប្រទេសយើងទៅថ្ងៃអនាគតបងប្អូនត្រឡប់មកធ្វើការនៅក្នុងប្រទេសកម្ពុជាយើងវិញមករកស៊ីនៅកម្ពុជាយើងទៅបងប្អូនមានអីហូបនឹងទៅនាំគ្នាអភិវឌ្ឍតស៊ូនៅក្នុងប្រទេសយើងបន្តទៀតមានតែគ្រួសារយើងទេបងប្អូនដែលដឹងសុខទុក្ខរបស់យើងជាងទីបំផុតសម្រាប់គេបងប្អូនប្រទេសគេជាពិសេសគឺប្រទេសថៃនេះពួកនោះជាតិនិយមខ្លាំងណាស់បងប្អូនមានបានឃើញបទបន្តទេប៉ុន្មានថ្ងៃមុននេះគេរើសអើងកម្ពុជាណាស់បងប្អូនគេអត់មានយកចិត្តទុកដាក់លើយើងទេយើងនៅប្រទេសគេយើងទៅរកស៊ីប្រទេសគេព្រលឹងចុងសក់អត់ស្រួលប្រហែលទេសូមបញ្ជាក់ជូនបងប្អូនថាសម្រាប់ខ្ញុំមួយផលិតផលកម្ពុជាគឺខ្ញុំគាំទ្រពេញទំហឹងបើទោះបីជាគុណភាពដែលចាប់ផ្ដើមឡើងនៅក្នុងរយៈកាលខ្លីក៏ពិតមែនតែខ្ញុំអាចទទួលយកបានហើយខ្ញុំសង្ឃឹមថាបងប្អូនប្រជាជនទាំងអស់នៅក្នុងប្រទេសយើងក៏ទទួលយកបានផងដែរមិនអន់ទេបងប្អូនគុណភាពគឺពិសេសវិសាលណាស់សម្រាប់ប្រជាជនយើងហើយមានប្រភេទទំនិញខ្លះអាចនាំចេញទៅក្រៅប្រទេសជាពិសេសគឺបណ្ដាភាគអឺរ៉ុបនោះសុទ្ធតែគុណភាពល្អទៀតផងគ្មានអ្វីដែលយើងខ្វះខាតទេបងប្អូនសម្រាប់កម្ពុជាយើងសូមបងប្អូនជឿទុកចិត្តលើរដ្ឋាភិបាលយើងទៅបន្តដំណោះស្រាយជាដំណាក់កាលហើយអន្តរជាតិកំពុងតែសម្លឹងមកមើលកម្ពុជាហើយក៏ឈរខាងភាគីកម្ពុជាផងដែរទន្ទឹមទៅនឹងថៃក្រឡិចក្រឡុកគ្រប់បែបយ៉ាងប្រទេសនេះកាលណាបើសិនជាបន្តអស្ថិរភាពទៅមុខទៀតគឺគ្មានអ្វីរីកចម្រើនទេ
មានតែធ្លាក់ចុះជាបន្តបន្ទាប់ហើយអរគុណបងប្អូនឥឡូវនេះខ្ញុំចង់លើកជាឧទាហរណ៍នឹងការវិភាគចាប់ពី3ឆ្នាំទៅ5ឆ្នាំខាងមុខតើនឹងផ្ដល់ផលប៉ះពាល់អ្វីខ្លះនឹងជួបបាតុភូតធំៗអ្វីខ្លះសម្រាប់ប្រទេសថៃជាពិសេសគឺវិស័យសេដ្ឋកិច្ចទាំងមូលតែម្ដងដំបូងនេះខ្ញុំសូមនិយាយអំពីសហគ្រាសតូចៗនិងមធ្យមដែលឲ្យឈ្មោះជាអក្សរកាត់ថា SMES ដែលពឹងផ្អែកទៅលើទីផ្សារកម្ពុជា60ទៅ80%នឹងត្រូវបិទទ្វារជាប់ជាប្រចាំហើយនៅក្នុងក្រុមហ៊ុនផលិតទំនិញកសិកម្មដូចជាផ្លែឈើផលិតផលសត្វផលិតផលសមុទ្រនឹងត្រូវបាត់បង់ទីផ្សារជាចម្បងត្រូវប្រឈមមុខជាមួយនឹងការប្រកួតប្រជែងខ្លាំងពីទំនិញចិននិងវៀតណាមជាពិសេសគឺទំនិញកម្ពុជាតែម្ដងការបាត់បង់ប្រាក់ចំណូលបែបនេះនឹងធ្វើឲ្យមានការបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់នៅក្នុងតំបន់និងធ្លាក់ចុះទៅក្នុងបញ្ហាអតិផរណាការបាត់បង់ប្រាក់ចំណូលតាមគ្រួសារបង្កើតជាបន្ទុកសម្រាប់រដ្ឋាភិបាលនៅក្នុងការផ្តល់ជំនួយសង្គមបន្ទាប់មកទៀតការបាត់បង់ភាពជាដៃគូពាណិជ្ជកម្មចម្បងជាមួយកម្ពុជានឹងនាំឲ្យថៃបាត់បង់សមត្ថភាពនៅក្នុងការកាន់កាប់ទីផ្សារអាស៊ានខាងកើតនិងអាចបណ្ដាលឲ្យសម្ព័ន្ធភាពពាណិជ្ជកម្មថ្មីៗកើតមានដោយកម្ពុជានឹងបង្វែរទិសដៅទៅរកទំនិញវិនិយោគពីប្រទេសចិនវៀតណាមនិងអឺរ៉ុបឯប្រទេសមួយចំនួនក្នុងតំបន់ទៀតដែលមានគោលនយោបាយផ្ដល់ប្រយោជន៍ខ្លាំងជាងប្រទេសថៃការធ្លាក់ចុះនៃសេដ្ឋកិច្ចតំបន់ត្រាតនេះអាចបង្កឲ្យមានការខូចខាតទៅលើឧស្សាហកម្មទេសចរណ៍ផងដែរដោយសារតែភាពអស្ថិរភាពសន្តិសុខនិងការបាត់បង់កម្លាំងទិញទំនិញពីភ្ញៀវទេសចរនិងពលរដ្ឋកម្ពុជាដែលធ្លាប់តែឆ្លងកាត់ព្រំដែនមកប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសថៃក្នុងចំណោមនេះការបាត់បង់ឱកាសសេដ្ឋកិច្ចនឹងបណ្ដាលឲ្យមានការតវ៉ាពីអ្នកជួញដូរនិងបុគ្គលិកដឹកជញ្ជូនដែលអាចឆ្លងកាត់ទៅជាបញ្ហាសង្គមនិងនយោបាយធំៗដោយបង្កសម្ពាធទៅដល់រដ្ឋាភិបាលជាបន្តបន្ទាប់ប្រសិនបើរដ្ឋាភិបាលរបស់ថៃមិនដោះស្រាយពិភាក្សាដើម្បីរកដំណោះស្រាយជាមួយកម្ពុជាឲ្យទាន់ពេលវេលាទេនោះវារឹតតែបង្កអស្ថិរភាពនិងចលនាប្រតិកម្មបាតកម្មកើតឡើងរវាងប្រជាជនថៃនិងរដ្ឋាភិបាលថៃជាមិនខានឡើយមិនយូរមិនឆាប់ទេហើយរយៈពេល5ឆ្នាំទៅមុខទៀតបងប្អូនចាំតែមើលចុះបើសិនបើបិទរហូតថៃអាចនឹងប្រឈមមុខតំបន់នោះនឹងត្រូវស្ងាត់ស្ងៀមតែម្ដងប្រជាជនចាប់ដើមរើចេញពីតំបន់នឹងមួយចំនួនបដូរទីតាំងសេដ្ឋកិច្ចរបស់ថៃហើយអត់រីចម្រើនដូចមុនទេបងប្អូនចុះបើរកស៊ីអត់បាននៅធ្វើអីទៀតដូច្នេះវារឹតតែធ្វើឲ្យប្រទេសថៃជួបបញ្ហាបន្តិចម្ដងរហូតទៅដល់ដំណាក់កាលកំពូលជាទីបំផុតសម្រាប់ប្រទេសថៃទាំងមូលតែម្ដងជាពិសេសគឺពាក់ព័ន្ធជាមួយនឹងប្រាក់ចំណូលនិងវិស័យអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិថៃនឹងមានការធ្លាក់ចុះហើយគ្រប់ច្រកព្រំដែនទាំងអស់មិនថាតែតំបន់ត្រាតនេះទេបងប្អូននេះគ្រាន់តែជាឧទាហរណ៍មួយកន្លែងតែប៉ុណ្ណោះតើបងប្អូនយល់យ៉ាងណាដែរសូម comment នៅក្រោមវីដេអូអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាស្រឡាញ់ជាតិសាមគ្គីភាពជាតិរីកចម្រើន